stress វ័យកូនឬក៏កូនក្បាលខូចវ័យកូនភាគច្រើនណាក៏ជួបអញ្ចឹងដែរសូម្បីតែខ្ញុំខ្លួនឯងក៏កិច្ចអត់ផុតដែរប៉ុន្តែខ្ញុំធ្លាប់បានមើល podcast មួយទាក់ទងនឹងការចិញ្ចឹមកូននឹងដល់ពេលដែលយើងបានវ័យកូនទៅហើយព្រោះធម្មតាជាពុកម្ដាយណាម្នាក់ក៏ដោយដែលអត់ចង់វ័យកូននេះប៉ុន្តែយើងអាចបញ្ជាខ្លួនឯងបានទេនៅពេលដែលកំហឹងនឹងវាកើតឡើងអារម្មណ៍មួយនឹងគឺខ្ញុំយល់ច្បាស់ហ្មងដល់ពេលខ្ញុំបានមើល podcast ហ្នឹងគាត់និយាយថាអូខេយើងបានវ័យកូនហើយក៏វ័យចោះក៏ប៉ុន្តែយើងត្រូវបកស្រាយបន្ទាប់ពីស្ថានភាពប្រសើរឡើងពេលដែលទាំងអស់គ្នាទៅជាហើយយើងចាប់ផ្ដើមហៅកូនមកបកស្រាយថាកូនមិញតែប៉ាឬក៏ម៉ាក់ឬក៏ជាដូនជាតាវ័យកូននេះដោយសារមូលហេតុចិញ្ចឹមដើម្បីឲ្យកូននឹងបានគេហៅថាឆ្លោះប្រចាំខ្លួនឯងដែរបើសិនជាករណីយើងវ័យកូនដោយសារកូនខុសតែបើសិនជាករណីយើងវ័យកូនដោយសារយើង stress ឬក៏កំហឹងដែលយើង control ខ្លួនឯងអត់បានគ្រប់គ្រងខ្លួនឯងអត់បានមកពីខាងក្រៅអញ្ចឹងយើងក៏ត្រូវទៅសុំទោសកូនបកស្រាយប្រាប់កូនដែរថាមិញគឺជាអារម្មណ៍ក្តៅរបស់យើងមួយពេលតាមពិតយើងអត់ចង់វ័យគាត់ទេតែដោយសារយើងគ្រប់គ្រងខ្លួនឯងអត់បានព្រោះយើងជាមនុស្សអញ្ចឹងយើងត្រូវបកស្រាយប្រាប់គាត់កន្លែងហ្នឹងទំនាក់ទំនងមួយហ្នឹងការបកស្រាយមួយហ្នឹងនឹងធ្វើឲ្យទំនាក់ទំនងប្រចាំថ្ងៃរវាងយើងនិងកូនកាន់តែប្រសើរឡើងហើយនឹងអត់មានសូវមានចំនួនទេគាត់រត់ទៅធំយើងនឹងគាត់រត់ទៅយល់ចិត្តគ្នារត់ទៅមានទំនាក់ទំនងឬក៏ការជជែកគ្នាមួយនៅក្នុងក្រុមគ្រួសារដែលគេហៅថាមានភាពកក់ក្ដៅហើយកូនក៏មានទំនុកចិត្តដោយសារយើងប្រាប់គាត់ពីហេតុផលគ្រប់យ៉ាងទាំង